បុណ្យវិសាខបូជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុស្សវរកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធព្រះសមណគោតមនាថ្ងៃពេញបូរមីគឺថ្ងៃ15កើតខែពិសាខដែលពុទ្ធសាសនិកទាំងព្រះសង្ឃព្រះគេហៈតែងធ្វើគ្រឿងសក្ការៈបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរសម្រាប់ថ្ងៃនោះការដែលប្រពៃពិធីបូជានាថ្ងៃ15កើតខែវិសាខនេះអាស្រ័យដោយលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរជាមហាមង្គលរបស់ព្រះអង្គសមណគោតមគឺទី1ទ្រង់ប្រសូតចាកឧត្តរពីព្រះមេដាចំខែវិសាខនេះថ្ងៃទី15កើតទី2ទ្រង់ត្រាស់ដឹងនិងអនុវត្តសម្មាសម្ពោធិញ្ញាណនៅថ្ងៃទី15ខែវិសាខដូចគ្នាចំណុចទី3ទ្រង់រលត់ខណ្ឌចូលទៅកាន់ព្រះនិព្វានគឺនៅខែវិសាខថ្ងៃ15កើតផងដែរដោយហេតុព្រះបរមសាស្ត្រាចារ្យរបស់យើងទ្រង់ប្រសូតត្រាស់ដឹងនឹងទ្រង់ចូលបរិនិព្វានគឺសិតតែចំថ្ងៃពេញបូរមីខែវិសាខទាំងអស់ផ្លែកតែឆ្នាំប៉ុណ្ណោះដែលខុសគ្នាព្រោះហេតុដូចនេះហើយទើបបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកសម្រាប់រំលឹកដល់ទ្រង់ចង់បញ្ជាក់ផងដែរព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រពេញបូរមីខែវិសាខឆ្នាំចវេលាជិតថ្ងៃត្រង់មុនពុទ្ធសករាជឆ្នាំ80នៅឧសៀនលុបពីនីព្រៃសាលព្រឹកចន្លោះនគរទាំងពីរគឺកបិលពុទ្ធនិងទេវទេហៈឧសៀនលុបពីនីសប្តាហ៍ថ្ងៃស្ថិតនៅក្នុងប្រទេសនេប៉ាល់ចម្ងាយ27គីឡូម៉ែត្រពីព្រំដែននៃប្រទេសឥណ្ឌាព្រះអង្គទ្រង់ត្រាស់ដឹងនៅថ្ងៃពុធពេញបូរមីខែវិសាខឆ្នាំរកាវេលា7ភ្លឺមុនពុទ្ធសករាជ45ឆ្នាំក្នុងព្រះជន្ម35ឆ្នាំទីឋានដែលព្រះអង្គបានត្រាស់ដឹងជាពុទ្ធគយាស្ថិតនៅក្នុងរដ្ឋពិហារប្រទេសឥណ្ឌាហើយព្រះអង្គទ្រង់ចូលបរិនិព្វានក្នុងថ្ងៃអង្គារពេញបូរមីខែវិសាខឆ្នាំម្សាញ់មុនពុទ្ធសករាជមួយថ្ងៃគឺព្រះអង្គទ្រង់មានព្រះជន្ម80ឆ្នាំចន្លោះសារព្រឹកទាំងគូក្នុងក្រុងកុសិនារាដែលសប្តាហ៍ថ្ងៃទីក្រុងកុសិនារាត្រូវបានគេហៅថាកុសិនគរឬក៏គេហៅថាក្រុងកាសាដែលស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេសឥណ្ឌាជាប្រពៃណីបុណ្យវិសាខបូជាត្រូវបានគេនាំគ្នាធ្វើក្នុងពេលរាត្រីត្រូវតម្រូវឲ្យតាមពាក្យថាថ្ងៃពេញបូរមីឬក៏ខែពេញបូរមីម្យ៉ាងទៀតការប្រារព្ធពិធីក្នុងពេលរាត្រីអាស្រ័យដោយលក្ខខណ្ឌងាយស្រួលពីរយ៉ាងគឺម្យ៉ាងដើម្បីជាឱកាសឲ្យគ្រឿងប្រទីបបូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងនិងម្យ៉ាងទៀតដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នាដោយច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនៅកុសលកម្មដោយសប្បាយរីករាយព្រោះពេលយប់គឺជាពេលទំនេរផងដែរបុណ្យវិសាខបូជាចាត់ទុកថាជាបុណ្យដ៏ធំដោយមានមហាជនចាស់ក្មេងប្រុសស្រីនៅប្រជុំគ្នាអ៊ូអរដោយនាំគ្នានាំនៅគ្រឿងសក្ការៈបូជាដូចជាធូបផ្កាភ្ញីប្រទីបតូចធំអុជបំភ្លឺប្រងព្រាតគ្រប់វត្តអារាមតាមប្រពៃណីទំនៀមទម្លាប់ពុទ្ធបរិស័ទទាំងបព្វជិតទាំងក្រហមត្រូវដើរដង្ហែប្រទក្សិណ3ជុំសិនមុននឹងចូលព្រះវិហារហើយគេយកទេយៈវត្ថុរៀបចំដាក់នៅមុខពុទ្ធរូបរួចអុជទៀនធូបបូជាផ្កាភ្ញីផ្សេងគេនាំគ្នានមស្ការព្រះរតនត្រ័យសមាទានសិលស្ដាប់ពុទ្ធមន្តស្ដាប់ធម៌ទេសនាអំពីពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ព្រះសង្ឃនិងឧបាសិកាឧបាសកសូត្រធម៌បទផ្សេងដូចជាអ្នកមោ8បទឋានធំ8កន្លែងជាដើមនៅយប់នោះគេត្រូវធ្វើរហូតទល់ភ្លឺតាមលទ្ធភាពវត្តនីមួយៗដើម្បីឲ្យមានបក្សធៈសទ្ធាចំពោះព្រះរតនត្រ័យឲ្យកាន់តែខ្លាំងក្លាឡើង